คือchỉประเภทsân vay យើង4 ដុំ ហ្នឹងហើយអានេះ5 ដុំក៏មាន 4 ដុំក៏មានអានេះសម្រាប់នេះគឺ5 ដុំហ្នឹងហើយតម្លៃវា 2200 សម្រាប់លេខចុនដែលគាត់ចង់បានណាហ្នឹងហើយគឺស្អាតវាយតាមផ្លូវហ្មងគឺសម្រាប់ខាងបរិយគាត់ទិញមកគឺវាយធ្វើលបងបរិយហ្មងណាហ្នឹងគឺចំណេញសម្រាប់ពុកម៉ែបងប្អូនដែលគាត់មានម៉ាស៊ីនខ្នាតចល័តអាជីវកម្ម5 ដុំនេះគឺយើងអាចវាយបានណាហើយគឺស្អាតមើលទៅឥតគឺស្អាតនិយាយទៅឥតគឺស្អាតគាត់ទៅវាយម៉ាស៊ីនវាយលក្ខណៈគ្រូសាទេវាយដៃទេគាត់តែសំខាន់មេគាត់នៅខាងបរិយគាត់ទិញមករៀបជាលបងបរិយហ្នឹងហើយហ្នឹងគឺស្ដែងដែលគាត់ទិញម៉ាស៊ីន5 ដុំហ្នឹងហើយនេះវាយម្ដងបាន5 ដុំងាយស្រួលប្រើប្រាស់ទេបងប្អូនអាហ្នឹងគឺវាយប្រើភ្លើង220ហើយភ្លើង10 អាំពែក៏បានដែរនេះគឺស្រួលវាយយើងមានផ្លូវប៊ីតុងអញ្ចឹងគឺវាយតាមផ្លូវប៊ីតុងក៏ដោយហ្នឹងហើយអានេះគឺសម្រាប់បុរីគាត់ដែលទិញមកគឺបុរីដែលធំដែរគាត់ទិញមករៀបជាលបងបុរីក៏វាចំណេញដែរសម្រាប់អតិថិជនគាត់ទិញមករៀបជាលបងបុរីហ្នឹងហើយគឺគាត់ទិញមករៀបជាលបងបុរីហើយគាត់ទិញម៉ាស៊ីននេះគឺចល័តមួយថ្ងៃយើងវាយបានជា 1000 ដុំ 1000 ដុំទៅ 700 ដុំក្នុងចេះទេសយើងចេះយើងជំនាញគឺយើងវាយបានអរគុណហ្នឹងហើយម្ចាស់បរិយមេដែលគាត់ទិញម៉ាស៊ីនហ្នឹងហើយនឹងវាយម្ដងបាន 5 ដុំគឺចំណេញតម្លៃធូរថ្លៃទេសមរម្យអាចធ្វើជីវកម្មជាលក្ខណៈគ្រួសារបាននេះគឺយើងប្រើមួយប្រភេទថ្មគឺស្អាតនិយាយទៅហាក់ហែមម៉ាស៊ីនធំដែរគឺស្អាត